បាទសូមគោរពជំរាបសួរពុកម៉ែពុំមីងបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទមានវីដេអូមួយចង់បង្ហាញអំពីលទ្ធផលនៅលើដំណាំម្ទេសបាទដូចដែលវីដេអូមុនខ្ញុំបានធ្វើការបង្ហាញអញ្ចឹងបាទពាក់ព័ន្ធទៅលើជំងឺបាទទៅលើជំងឺជាក់ស្ដែងដូចជាអង្កាត់នោះលើផ្លែជំងឺផ្សិតនិងបាក់តេរីអញ្ចឹងណាបាទហើយនេះគឺជាប្រភេទដើមម្ទេសតែមួយបាទដែលខ្ញុំបានធ្វើការបង្ហាញលើកមុនហើយសារធាតុថ្នាំមួយចំនួនបាទដែលខ្ញុំបានដាក់មានបាក់តេរីជំងឺផ្សិតនិងសត្វល្អិតបាទសម្រាប់ការគ្រប់គ្រងបាទនៅលើដំណាំម្ទេសបាទហើយរយៈពេល50ថ្ងៃបាទដែលខ្ញុំធ្វើវីដេអូមុនហ្នឹងមកតឥឡូវបាទនេះគឺជាលទ្ធផលដែលខ្ញុំចង់បង្ហាញឃើញថាក្រោយពីផ្លែដំណាំម្ទេស34ដែលមានជំងឺអង្ត្រក់នោះលើផ្លែហ្នឹងមកខ្ញុំបានបេះចេញហើយខ្ញុំបានធ្វើការបាញ់ថ្នាំសម្អាតដើមបាទមុនពេលចេញផ្កាបាទលើដំណាំម្ទេសហ្នឹងហើយជាលទ្ធផលក្រោយមកគឺផ្លែម្ទេសបាទដូចក្នុងវីដេអូបង្ហាញហ្នឹងមានខៀវមានភ្លើងមានក្រហមបាទគឺมันមានប្រភេទសត្វល្អិតมันមានប្រភេទជំងឺអង្ត្រក់នោះលើផ្លែដោយការពីវគ្គមុនទេបាទហើយលទ្ធផលនេះគ្រាន់ចង់បង្ហាញបាទពុកម៉ែពុំមីងបងប្អូនបាទហើយដំណាំម្ទេសក៏ទៅគឺជាដំណាំមួយដែលងាយស្រួលដាំដុះបាទបើយើងយល់ច្បាស់អំពីបញ្ហាកត្តាប្រឈមដែលកើតមានទៅលើវាបាទហើយផ្លែម្ទេសនេះបាទគ្រួសាររបស់ខ្ញុំបាទក្រោយពីសល់ពីការបរិភោគហើយនឹងធ្វើជ្រក់អីមកគឺបេះលក់ជូនមីងដែលគាត់លក់នំបញ្ចុកលក់បន្លែនៅផ្សារហ្នឹងគ្រាន់តែបានប្រាក់កម្រៃខ្លះមិនចាស់ជាច្រើនទេបាទព្រោះជាដំណាំដែលយើងងាយស្រួលដាំដុះនៅតាមលបងផ្ទះអីចឹងណាបាទហើយថ្ងៃនេះខ្ញុំមានវីដេអូចង់បង្ហាញលទ្ធផលផ្សារភ្ជាប់អំពីវីដេអូមុនបាទដែលពាក់ព័ន្ធទៅលើជំងឺផ្សិតបាក់តេរីនិងសត្វល្អិតហ្នឹងបាទហើយសូមអរគុណបាទសម្រាប់ការតាមដាននិងទស្សនាបាទវីដេអូរបស់ខ្ញុំបាទសូមជួយចុច like និង subscribe ម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីពាក់ព័ន្ធអំពីការថែទាំដំណាំការប្រើប្រាស់ជីការប្រើប្រាស់ថ្នាំការពារព្យាបាលជំងឺសត្វល្អិតអីហ្នឹងបាទសូមអរគុណបាទសូមជម្រាបលាបាទ